ចម្រើនពរញាតិញោមពុទ្ធបរិស័ទនិងសប្បុរសជនទាំងអស់គ្នានៅពេលនេះគឺជាពេលវេលាដែលយើងត្រូវផ្ដល់រង្វាន់ដល់ខ្លួនឯងរង្វាន់នោះគឺសេចក្តីស្ងប់ចូលញាតិញោមរកកន្លែងមួយដែលផាសុកភាពអាចជាការអង្គុយឬការទំរែកខ្លួនសម្រាប់សាកល្បងបិទភ្នែកតិចតិចដកដង្ហើមចូលឲ្យជ្រៅបញ្ចេញដង្ហើមមកវឹងឲ្យអស់កុំបង្ខំដង្ហើមអនុញ្ញាតឲ្យដង្ហើមហូរចូលតាមធម្មជាតិនៅពេលដកដង្ហើមចូលដឹងថាចិត្តយើងកំពុងតែនៅទីនេះនៅពេលដកដង្ហើមចេញចូលញញឹមដាក់ខ្លួនឯងបន្តិចថ្ងៃនេះយើងនឹងរៀនអំពីការធ្វើចិត្តកុំឲ្យខឹងការខឹងគឺដូចជាការកាន់ដុំធ្ជួងដែលកំពុងឆែកនៅក្នុងដៃដោយសង្ឃឹមថានឹងគប់ទៅលើអ្នកដទៃប៉ុន្តែអ្នកដែលរលាកមុនគេគឺខ្លួនយើងនឹងឯងជីវិតយើងខ្លីណាស់ញាតិញោមតើគួរចំណាយពេលដ៏មានតម្លៃមកខឹងសម្បានឹងរឿងមិនបានការធ្វើអីញាតិញោមអើយក្នុងមួយថ្ងៃយើងជួបបញ្ហាច្រើនណាស់មនុស្សខ្លះធ្វើឲ្យយើងទាស់ចិត្តពាក្យសម្ដីខ្លះធ្វើឲ្យយើងឈឺចាប់ប៉ុន្តែសាកសួរខ្លួនឯងមើលតើយើងចង់យកកំហឹងទាំងនោះមកដាក់ក្នុងចិត្តដើម្បីរំខានដំណេកយើងឬកំហឹងវាកើតឡើងដោយសារការរំពឹងទុកយើងចង់ឲ្យគេធ្វើបែបនេះតែគេធ្វើបែបនោះយើងចង់ឲ្យលោកនេះល្អឥតខ្ចោះតែលោកនេះមានភាពមិនទៀងជាធម្មតាកាលណាអ្វីមិនដូចចិត្តយើងក៏ខឹងរៀនធ្វើចិត្តឲ្យដូចជាមហាសមុទ្រទោះបីជាមានសម្រាមឬទឹកកកហូរចូលក៏មហាសមុទ្រនៅតែធំទូលាយនៅតែមានភាពថ្លាពីខាងក្រៅកុំធ្វើចិត្តឲ្យដូចជាទឹកក្នុងកែវដែលគ្រាន់តែគេដាក់អំបិលមួយស្លាបព្រាក៏ប្រែជាប្រៃខ្លាំងភឹកមិនកើតចូលរីកចិត្តឲ្យធំដោយមហាសមុទ្រដើម្បីរំលាយរអកំហុសឆ្គងរបស់អ្នកដទៃពិចារណាឲ្យឃើញថាគ្មានអ្វីដែលស្ថិតស្ថេរឡើយសូម្បីតាអារម្មណ៍ខឹងហ្នឹងក៏វាមិននៅជាមួយយើងរហូតដែរបើយើងមិនទៅអោបវាទុកការរៀនធ្វើចិត្តគឺការរៀនលះការចង់ឈ្នះលះការចង់បានត្រូវលះមោទនភាពដែលថាខ្លួនឯងពូកែជាងគេនៅពេលយើងចង់ឈ្នះខ្លាំងយើងនឹងខឹងនៅពេលដែលចាញ់ប៉ុន្តែបើដឹងថាការឈ្នះលើអ្នកដទៃមិនមែនជាជ័យជំនះពិតប្រាកដទេនោះចិត្តយើងនឹងស្ងប់ជ័យជំនះដ៏អស្ចារ្យបំផុតគឺការឈ្នះលើចិត្តខ្លួនឯងឈ្នះលើកំហឹងដែលកំពុងឆេះក្នុងចិត្តញាតិញោមសាគិតមើលតើមានរឿងប៉ុន្មានហើយដែលញាតិញោមខឹងកាលពីឆ្នាំមុនតើមកដល់ពេលនេះរឿងទាំងនោះនៅមានតម្លៃសម្រាប់ញាតិញោមខឹងទៀតទេប្រកាសជាអត់ទេអញ្ចឹងរឿងនៅថ្ងៃនេះក៏នឹងคล้ายជារឿងឥតន័យនៅថ្ងៃស្អែកដែរចូលរូបនៅជាមួយបច្ចុប្បន្នដង្ហើមចូលដឹងថាស្ងប់ដង្ហើមចេញរំសាយឲ្យអស់រាល់ទុក្ខកង្វល់កុំយកសម្រាមពីម្សិលមិញមកដាក់ក្នុងផ្ទះចិត្តនៅថ្ងៃនេះមធ្យោបាយដ៏ល្អបំផុតដើម្បីកុំឲ្យខឹងគឺការប្រើមេត្តានិងបញ្ញា1នៅពេលខឹងចូលនៅស្ងៀមជាមុនសិនពាក្យសម្ដីដែលនិយាយចេញមកពេលខឹងគឺដូចជាព្រួញដែលបាញ់ចេញទៅហើយមិនអាចដកមកវិញបានទេហើយវាច្រានតែបង្កជាដំបៅចិត្តបើមិនទាន់ត្រជាក់កុំទាន់និយាយ2សាក់លបងដាក់ខ្លួនយើងក្នុងខ្លួនគេនិយាយមិនល្អដាក់យើងប្រហែលជាគេកំពុងមានទុក្ខខ្លាំងប្រហែលជាគេមិនទាន់យល់ដឹងបើគេមិនដឹងយើងគួរតែអាណិតគេជាយ៉ាងខឹងគេមនុស្សដែលឆេវឆាវគឺជាមនុស្សដែលកំពុងរងទុក្ខខ្លាំងជាងគេ3រៀនអត់ឱនការចងគំនុំគឺដូចជាការផឹកថ្នាំពុលខ្លួនឯងដើម្បីសង្ឃឹមថាអ្នកដទៃស្លាប់វាមិនមានប្រយោជន៍អ្វីឡើយរៀនធ្វើចិត្តឲ្យទន់ភ្លន់តែរឹងមាំទន់ភ្លន់នៅកិរិយាប៉ុន្តែរឹងមាំនៅសតិសម្បជញ្ញៈកុំឲ្យចិត្តយើងคล้ายជាខ្ញុំបំរើនៃអារម្មណ៍ឆេវឆាវ
រៀនសើចដាក់បញ្ហារៀនញញឹមដាក់ញាក់ដែលស្អប់យើងនោះយើងគឺជាអ្នកឈ្នះពិតប្រាកដឥឡូវនេះដល់វេលាដែលចិត្តត្រូវសម្រាកឲ្យបានជ្រៅបំផុតហើយចូលរៀបចំចិត្តដើម្បីសម្រាកមុននឹងសម្រក់ចូលផ្សព្វផ្សាយមេត្តាធម៌ចេញពីជម្រៅបេះដូងសូមឲ្យខ្ញុំមានសេចក្តីសុខគ្មានរោគគ្មានពៀគ្មានកំហឹងសូមឲ្យអ្នកមានគុណរបស់ខ្ញុំឪពុកម្ដាយគ្រូបាអាចារ្យមានសេចក្តីសុខសូមឲ្យមិត្តភក្តិបងប្អូននិងសត្វប្រសត្វទាំងអស់មានសេចក្តីសុខសូមបីតែអ្នកដែលធ្លាប់ធ្វើមិនល្អដល់ខ្ញុំអ្នកដែលធ្លាប់មើលងាយខ្ញុំក៏មានសេចក្តីសុខដែរខ្ញុំសូមអហោសិកម្មឲ្យអស់មិនចងពៀមិនចងគំនុំតទៅទៀតនៅពេលចិត្តយើងទំទេចិត្តយើងនឹងស្រាលនៅពេលចិត្តយើងស្រាលយើងនឹងគៀងលើកស្រួលគ្មានអ្វីជារបស់យើងរហូតទេសូម្បីតែរូបរាងកាយនេះយប់នេះយើងសម្រាកទៅស្អែកឡើងព្រឹកយើងនឹងក្លាយជាមនុស្សថ្មីដែលមានចិត្តមេត្តាជាងមុនសម្រាកទៅញាតិញោមសម្រាកក្នុងសេចក្តីស្ងប់ដកដង្ហើមចូលស្ងប់ដកដង្ហើមចេញរុំសាយដកដង្ហើមចូលដឹងថាខ្លួនកំពុងនៅជាមួយភាពស្ងប់ដកដង្ហើមចេញលែងឲ្យអស់រាល់ទុក្ខកង្វល់សូមឲ្យយប់នេះជាយប់ដ៏មានសេរីសួស្តីគេងលក់ក្នុងធម៌ភ្ញាក់ឡើងក្នុងធម៌សូមអនុមោទនាសាធុសាធុសា